ដើម្បីលាតត្រដាងអាចកំបាំងនៃកន្លែងងូតទឹកបរិះនោះពិតជាបានឲ្យលេខារបស់ខ្លួនលូចចូលទៅក្នុងកន្លែងងូតទឹកស្រីដោយពាក់ចិញ្ចៀនដែលបំពាក់កាមេរ៉ាតូចមួយដើម្បីថតដោយសម្ងាត់ភ្លាមពេលនាងដើរចូលទៅខាងក្នុងការផ្សាយផ្ទាល់ពីក្នុងកន្លែងងូតទឹកត្រូវបានបញ្ជូនយ៉ាងច្បាស់ទៅកាន់ទូរស័ព្ទដៃរបស់បរិះនោះដំបូងឡើយអ្វីហាក់បីដូចជាធម្មតាទាំងស្រុងប៉ុន្តែនៅពេលដែលបុគ្គលិកបើកវាំងនន់បរិះនោះមានការភ្ញាក់ផ្អើលជាខ្លាំងខាងក្នុងមានពន្លឺស្រអាប់ហើយខ្យល់ពោពេញដោយចំហាយទឹកយ៉ាងខ្លាំងក៏មានលំនាំដែលមិនអាចយល់បានមួយចំនួនត្រូវបានឆ្លាក់នៅលើសតថ្មផងដែរប៉ុន្តែភ្លាមនោះសញ្ញានៅលើទូរស័ព្ទដៃរបស់គាត់ក៏ដាច់ស្រឡះបរិះនោះស្រាប់តែមានការភ័យស្លន់ស្លោភ្លាមគាត់សង្ស័យថាលេខារបស់គាត់អាចនឹងមានគ្រោះថ្នាក់ដូច្នេះហើយគាត់ក៏បានរៀបចំខ្លួនប្រញាប់ប្រញាល់ចូលទៅក្នុងកន្លែងងូតទឹកភ្លាមដើម្បីពិនិត្យមើលស្ថានភាពប៉ុន្តែគាត់ត្រូវបានរារាំងដោយបុគ្គលិកនៅមាត់ទ្វារពួកគេបានប្រាប់គាត់ថាកន្លែងងូតទឹកនេះគឺសម្រាប់តែភ្ញៀវស្ត្រីប៉ុណ្ណោះដើម្បីការពារកុំឲ្យការថតសម្ងាត់របស់គាត់ត្រូវបានលាតត្រដាងបរិះនោះគ្មានជំរឿអ្វីក្រៅពីត្រឡប់ទៅឡានរបស់គាត់វិញហើយរងចាំនោះទេមិនយូរប៉ុន្មានក៏ដល់ពេលល្ងាចបុគ្គលិកកន្លែងងូតទឹកបានប្រាប់បរិះនោះថាលេខារបស់គាត់បានចាក់ចេញទៅបាត់ហើយពួកគេបានប្រាប់គាត់ថាមិនចាំបាច់ឲ្យគាត់រងចាំនៅទីនោះទៀតទេប៉ុន្តែនៅថ្ងៃបន្ទាប់ស្រាប់តែប៉ូលីសបានមកដល់មាត់ទ្វារផ្ទះរបស់គាត់ពួកគេបានប្រាប់គាត់ថាលេខារបស់គាត់បានលោតសម្លាប់ខ្លួនកាលពីយប់មិញបរិះនោះស្រាប់តែរន្ធត់ចិត្តជាខ្លាំងគាត់មិននឹកស្មានសោះថាកន្លែងងូតទឹកនេះអាចគួរឲ្យខ្លាចយ៉ាងនេះហើយមូលហេតុដែលគាត់ចាប់ផ្ដើមស៊ើបអង្កេតកន្លែងងូតទឹកនេះគឺដោយសារតែហេតុការណ៍មួយដែលបានកើតឡើងកាលពី1 ខែមុនប្អូនស្រីរបស់បរិះនោះបើកកន្លែងងូតទឹកមួយនៅក្នុងតំបន់សម្បត្តិមួយមានតម្លៃ$88,000ហើយអនុញ្ញាតឲ្យតែស្ត្រីចូលប៉ុណ្ណោះអ្វីដែលកាន់តែចម្លែកនោះគឺស្ត្រីគ្រប់រូបដែលចេញពីកន្លែងងូតទឹកមើលទៅស្រស់ថ្លាហាក់បីដូចជាក្មេងជាងវ័យ10 ឆ្នាំភ្លាមប្រពន្ធរបស់បរិះនោះមិនអាចទប់ទល់នឹងការលបួងបានទេនាងបានសុំឲ្យប្តីទិញសម្បត្តិឲ្យនាងដែរដោយនិយាយថានាងចង់ចូលទៅសាកល្បងដោយខ្លួនឯងបរិះនោះបានគិតថាវាគ្រាន់តែជាការងូតទឹកធម្មតាប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីប្រពន្ធរបស់គាត់ងូតទឹករួចនាងហាក់ដូចជាមនុស្សផ្សេងស្រឡះមិនត្រឹមតែនាងមើលទៅស្រស់ថ្លាប៉ុណ្ណោះទេថែមទាំងមានក្លិនក្រអូបប្លែកទៀតផងបរិះនោះត្រូវបានតាក់ទាញភ្លាមគាត់មិនអាចរងចាំដើម្បីគេងជាមួយប្រពន្ធរបស់គាត់បានទេប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺនាងបានរុញគាត់ចេញដោយទឹកមុខធ្វើមរអើមនាងថែមទាំងប្រាប់គាត់ឲ្យទិញសម្បត្តិមួយទៀតឲ្យនាងបើមិនដូច្នេះទេនាងនឹងមិនឲ្យគាត់ចូលគេងឡើយបរិះនោះខឹងសម្បាភ្លាមគាត់បានអានថាទឹកប្រាក់$88,000គឺចិត្តពាក់កណ្ដាលនៃការចំណាយលើការរស់នៅរបស់គ្រួសារពួកគេក្នុងរយៈពេល6 ខែទៅហើយគាត់បានប្រាប់នាងឲ្យឈប់ខ្ជិះជីលុយទៀតទៅប៉ុន្តែប្រពន្ធគាត់ក៏ប្រែទឹកមុខខឹងភ្លាមនាងបានព្រមានគាត់ថាប្រសិនបើគាត់មិនឲ្យលុយ$88,000ដល់នាងទេគាត់នឹងមិនត្រូវបានអនុញ្ញាតឲ្យប៉ះនាងទៀតឡើយបរិះនោះខឹងសម្បាជាខ្លាំងគាត់បានទៅផ្ទះរបស់លេខារបស់គាត់តតែម្ដងប្រែថាបរិះនោះបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយលេខារបស់គាត់នៅពីក្រោយខ្នងប្រពន្ធរបស់គាត់អស់មួយរយៈពេលមកហើយបន្ទាប់ពីការជួបគ្នាដ៏ផ្អែមល្ហែមលេខាក៏សួរដោយចង់ដឹងថាហេតុអ្វីបានជាគាត់ស្រាប់តែមានចំនួនជាមួយប្រពន្ធរបស់គាត់បរិះនោះក៏បាននិយាយរៀបរាប់អំពីកន្លែងងូតទឹកនោះដោយធម្មតាប៉ុន្តែនៅពេលលើបែបនេះលេខាមើលទៅរំភើបចិត្តហើយសួរបរិះនោះថាតើវាជាកន្លែងងូតទឹកថ្មីដែលទើបតែបើកមែនទេនាងនិយាយថានាងបានឮថាវាពិតជាអស្ចារ្យណាស់ដូច្នេះហើយនាងបានអង្វរបរិះនោះឲ្យទិញសម្បត្តិឲ្យនាងដែរមុនពេលបរិះនោះអាចឆ្លើយតបបានស្រាប់តែមិត្តរួមការងារម្នាក់បានទូរស័ព្ទមកសួរដេញដល់គាត់បានសួរថាតើកន្លែងងូតទឹកដែលបើកដោយប្អូនស្រីរបស់គាត់នោះជាអ្វីទៅពិតប្រាកដហើយអ្វីបានជាប្រពន្ធរបស់គាត់ហាក់ដូចជាមនុស្សផ្សេងស្រឡះបន្ទាប់ពីទៅទីនោះហើយឥឡូវនេះនាងថែមទាំងសុំលេងលេះទៀតផងបរិះនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនឹកឃើញពីអាកប្បកិរិយាចម្លែកពីមុនរបស់ប្រពន្ធគាត់បានសន្និដ្ឋានថាកន្លែងងូតទឹកនេះច្បាស់ជាមានលក្ខណៈអាចកំបាំងដែលមិនអាចនិយាយបានមួយចំនួនប៉ុន្តែកន្លែងងូតទឹកនេះអនុញ្ញាតឲ្យតែភ្ញៀវស្ត្រីប៉ុណ្ណោះតើគាត់ត្រូវធ្វើដូចម្តេចដើម្បីអាចចូលទៅខាងក្នុងបានទៅភ្លាមនោះលេខាក៏បានអបបរិះនោះពីក្រោយនាងបានអង្វរគាត់ម្ដងទៀតឲ្យទិញសម្បត្តិឲ្យនាងបរិះនោះស្រាប់តែនឹកឃើញគំនិតមួយភ្លាមគាត់អាចទិញសម្បត្តិឲ្យលេខាបានប៉ុន្តែលេខាត្រូវលួចយកកាមេរ៉ាចូលទៅខាងក្នុងសម្រាប់គាត់លេខាក៏យល់ព្រមភ្លាមនៅថ្ងៃបន្ទាប់បរិះនោះបានហុចចិញ្ចៀនពេជ្រមួយវងដែលមានបង្កប់កាមេរ៉ាសម្ងាត់ទៅឲ្យលេខាគាត់បានប្រាប់នាងថានាងត្រូវតែថតអ្វីគ្រប់យ៉ាងនៅក្នុងកន្លែងងូតទឹកបន្ទាប់មកលេខាក៏បានចូលទៅក្នុងកន្លែងងូតទឹកជាមួយនឹងចិញ្ចៀននោះការផ្សាយផ្ទាល់ពីក្នុងកន្លែងងូតទឹកត្រូវបានបញ្ជូនតាមពេលវេលាជាក់ស្ដែងទៅកាន់ទូរស័ព្ទដៃរបស់បរិះនោះបានដឹងថាកន្លែងងូតទឹកនេះពិតជាខុសប្លែកពីកន្លែងងូតទឹកធម្មតាពន្លឺស្រអាប់ហើយខ្យល់ពោពេញដោយចំហាយទឹកយ៉ាងខ្លាំងវាបានបង្កើតបរិយាកាសគួរឲ្យអាថ៌កំបាំងយ៉ាងខ្លាំងក៏មានសសរថ្មចម្លែកមួយចំនួនផងដែរមិនយូរប៉ុន្មានលេខាក៏ត្រូវបាននាំទៅបន្ទប់ផ្លាស់សម្លៀកបំពាក់បុគ្គលិកបានពន្យល់ថាមានច្បាប់នៅក្នុងកន្លែងងូតទឹកភ្ញៀវត្រូវដោះសម្លៀកបំពាក់និងគ្រឿងអលង្ការទាំងអស់ចេញហើយដាក់វានៅក្នុងទូដាក់អីវ៉ាន់មុនពេលចូលទៅក្នុងអាងងូតទឹកដូច្នេះលេខាក៏បានដោះគ្រឿងអលង្ការដែលមិនចាំបាច់ទាំងអស់ចេញតាមការស្នើសុំប៉ុន្តែបុគ្គលិកដែលមានភ្នែកមុតស្រួចនៅតែចាប់អារម្មណ៍ឃើញចិញ្ចៀននៅលើម្រាមដៃរបស់នាងគាត់ក៏បានប្រាប់ឲ្យនាងដោះវាចេញភ្លាមទោះជាយ៉ាងណាក៏ដោយលេខាបានពន្យល់ថាចិញ្ចៀននេះគឺជាកាដូពីមិត្តប្រុសរបស់នាងពួកគេទាំងពីរបានស្បត់ថានឹងមិនដោះវាចេញអស់មួយជីវិតប្រឈមមុខនឹងជំហរដ៏រឹងមាំរបស់លេខាបុគ្គលិកគ្មានជំរឿអ្វីក្រៅពីទៅសុំការអនុញ្ញាតពីថៅកែឡើយមិនយូរប៉ុន្មានប្អូនស្រីរបស់បុរសនោះក៏បានដើរមកដល់ប៉ុន្តែភ្លាមពេលនាងមកដល់នាងក៏អោនចុះដើម្បីពិនិត្យមើលចិញ្ចៀននោះនេះធ្វើឲ្យបុរសនោះបែកញើសត្រជាក់ភ្លាមនៅពេលគាត់មើលពីអេក្រង់ពីព្រោះប្អូនស្រីរបស់គាត់កំពុងសម្លឹងមើលចំកាមេរ៉ាយ៉ាងខ្លាំងបន្ទាប់ពីពិនិត្យរួចប្អូនស្រីរបស់គាត់រកមិនឃើញអ្វីខុសប្រក្រតីឡើយនាងក៏បានប្រាប់បុគ្គលិកឲ្យអនុញ្ញាតឲ្យលេខាចូលទៅខាងក្នុងភ្លាមនៅពេលដែលកាមេរ៉ាពង្រីកចូលទៅជិតទិដ្ឋភាពនៅក្នុងកន្លែងងូតទឹកត្រូវបានលាតត្រដាងនៅចំពោះមុខបុរសនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់តម្លៃសម្បត្តិចូលទស្សនាដ៏ថ្លៃបែបនេះបែរជាគ្មានបុគ្គលិកសូម្បីតែម្នាក់នៅខាងក្នុងឡើយទោះជាយ៉ាងណាក៏ដោយនៅពេលនោះលេខាពិតជាមានការរំភើបចិត្តយ៉ាងខ្លាំងនាងគ្រាន់តែដោះចិញ្ចៀនចេញពីម្រាមដៃរបស់នាងបន្ទាប់មកនាងក៏បានដើរចូលទៅក្នុងអាងងូតទឹកប៉ុន្តែភ្លាមនោះរលកដ៏ធំមួយស្រាប់តែបោកមកលើផ្ទៃទឹកប៉ុន្តែលេខាដែលនៅតែបិទភ្នែកនៅឡើយនោះកំពុងតែលងលក់ទៅក្នុងអារម្មណ៍ដោយមិនបានដឹងខ្លួនសូម្បីតែបន្តិចអំពីលោកដ៏ធំសម្បើមដែលកំពុងបោកមករកនាង